សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីទៀតហើយដែលមានសម្រាប់ចំណងជើងថាស្ដេចនៃឋានសួគ៌ចំពោះរឿងនេះវិញគឺលេខនៅសម័យបុរាណដែលមានសម្រាប់ចិត្តធ្វើរឿងនឹងដើម្បីឲ្យប្លែកដូចគ្នាយើងដឹងអញ្ចឹង3រឿងដែលមានធ្វើមុនលក្ខណៈបែបផ្សេងប៉ុន្តែរឿងនេះក៏លក្ខណៈបែបផ្សេងដែរដែលរួមទៅរឿងនឹងគឺពិតជាល្អមើលតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរទៅទស្សនានៃភាគទី1យើងទាំងអស់គ្នានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងផ្ទះរបស់ឯកជនម្នាក់ទូប្រុសក៏បាននិយាយទៅកាន់ម្ចាស់ផ្ទះដូចដលងបានដឹងអញ្ចឹងតែខ្ញុំគឺជាឃាតករឈ្មោះលីឈិនដែលឡាយនេះគឺជាបេសកកម្មលើកទី20000ឯកជនម្នាក់នឹងហើយតែអញ្ចឹងហើយនឹងក៏ពិតជាមានការផិតភ័យតែម្ដងសូមឲ្យលីឈិនដោះលែងជីវិតគេនិងបង់ប្រាក់ឲ្យលើសពីដងដែលគេបានជួលមកប៉ុន្តែលីឈិនក៏បានតបទៅកាន់គេវិញថាលុយកាក់កន្លែងសំខាន់នៃកំឡុងពេលនេះព្រោះឲ្យថាគេមិនចង់ឲ្យភាពជោគជ័យរបស់គេ100%ត្រូវបានសាបង់ឡើយបន្ទាប់មកគាត់ក៏បានបាញ់មួយគ្រាប់ផ្ដាច់ជីវិតឯកជនម្នាក់នឹងបន្ទាប់មកក៏បានទៅបើកទូឃើញជាមួយត្បូងអ្វីមួយយ៉ាងចាញ់ចាំងពេញនឹងតែម្ដងហើយនេះគឺជាអ្វីដែលគាត់ចង់រកយកដៃទៅប៉ះវាប៉ុន្តែក៏បានដឹងថាគឺនៅមានអន្ទាក់ទៀតដូច្នេះគ្រាប់បែកនឹងក្រោយក៏បានផ្ទុះហើយគាត់ក៏បានបាត់បង់ជីវិតទៅប៉ុន្តែមិនចឹងឡើយសារីយើងក៏បានកាត់ទៅដល់សម័យបុរាណយើងក៏បានឃើញជាមួយនឹងលីឈិនកំពុងតែដេកហើយនឹងមានមនុស្ស2នាក់កំពុងតែជីកដីម្នាក់ក្នុងចំណោមពួកគេក៏បាននិយាយថាពួកយើងក៏បានធ្វើបែបនេះចំពោះអ្នកប្រុសលីតែមិនខ្លាចថាមានបញ្ហាទេមែនប៉ុន្តែម្នាក់ទៀតក៏បានតបថាយើងធ្វើអ្វីៗក៏ដោយដើម្បីលុយហើយនេះគឺជាកិច្ចសន្យាផងដែរបើសិនជាឯងខ្លាចខ្មោចឯងក៏អាចចាក់ចេញពីទីនឹងបានប៉ុន្តែម្នាក់នឹងក៏បានតបថានរណាទៅខ្លាចទៅប៉ុន្តែយ៉ាងណាក្តីពួកគេធ្វើបែបនេះគឺជាអំពើឃាតកម្មក៏ស្របពេលនឹងលីឈិនគាត់ក៏បានដឹងខ្លួនឡើងវិញទាំងមានការផិតភ័យដឹងថាខ្លួននៅពេលនេះគឺមិនកើតអីឡើយក៏ស្រាប់តែពេលនឹងមានអារម្មណ៍ថាជាក្បាលហើយវាដូចជាការចង់ចាំងរបស់មនុស្សចម្លែកតែអាចទៅរួចដែរតែគាត់បានឆ្លងភពឲ្យចូលទៅក្នុងខ្លួនប្រាមនុស្សម្នាក់នេះនឹងបានចងចាំថានេះគឺជាទ្វីបនៃការហ្វឹកហាត់ក្បាច់គុណអ្នកខ្លាំងឈរលើភ្នំដូចជាស្ដេចចំណែកអ្នកតន់សោត្រូវបានគេធ្វើបាបសមត្ថភាពគឺជាអ្នកកំណត់ជោគវាសនានៃអ្នកហាត់ក្បាច់គុណរីឯសេចក្តីលំបាករបស់មនុស្សម្នាក់នេះដែលខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមកភាពមិនសិទ្ធិស្ថេរនៃខ្សែឈាមនៅពេលនេះក៏បានភ្ញាក់ដឹងខ្លួនឡើងវិញហើយក៏បានកើនឡើងនូវធម៌ពលកម្រិតនៃការដាំដុះក៏បានកើនឡើងប្រហែលជានេះគឺជាអាណាចក្ររឿងព្រេងនិទាននៃពួកបរិស័ទទេម្ចាស់ដើមនៃរូបកាយនេះគឺជាបកលដែលមានទេពកោសល្យមធ្យមប៉ុន្តែត្រូវបានគ្រួសាររបស់គាត់លួចធ្វើឃាតដល់ម្ដងអំពីមូលហេតុបន្ទាប់ពីចងចាំរឿងរ៉ាវគ្រប់យ៉ាងរបស់លីឈិនមួយទៀតហើយលីឈិនគាត់ក៏បានដើរសួរទៅកាន់អ្នកពីរនាក់តើនរណាគេគឺជាអ្នកបញ្ជាពួកឯងមកពួកគេទាំងពីរឃើញលីឈិននៅរកបែបនេះហើយក៏ពិតជាមានការផ្ចាប៉ាតែម្ដងទៅលោកមិនតន់ស្លាប់ទេមែនប៉ុន្តែក៏មិនគិតច្រើនដែរបើសិនជាមិនតន់ស្លាប់ទៅហើយអញ្ចឹងខ្ញុំក៏នឹងបង្ហើយម្នាក់នេះបានលោតចូលទៅប៉ុន្តែត្រូវបានលីឈិនដាក់ម្ដាយបណ្ដាគេខ្ទាតឡើងចង់80ម៉ែត្រភ្លេចខ្លួនបន្តិចក៏ត្រូវបានខ្សែតៃពោះរន្ទះរបស់ម្នាក់នេះបណ្ដាលីឈិននៅពេលនេះគេមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងនឹងបានលើកដល់ទៅកាន់គាត់ចាំមើលតែអាចរស់បានយូរប៉ុណ្ណាទៀតដូច្នេះលីឈិននៅពេលនឹងគាត់ក៏បានបញ្ចេញនូវធម៌ពលចេញមកយ៉ាងសម្បើមម្នាក់នេះចង់វាខ្សែតៃទៅវេប្រហារបន្ថែមប៉ុន្តែត្រូវបានលីឈិនហត់ទៅដាក់ម្ដាយចំកណ្ដាលមកកាប់មកកលាប់តាមពេញណាស់បន្ទាប់មកក៏ហាក់បីដូចជាមានការផិតភ័យចំពោះវត្តមានលីឈិនឆ្ងល់មែនតែគេអាចខ្លាំងបានដោយរបៀបណាដល់អញ្ចឹងអ្នកទាំងពីរគឺមិនអាចនៅទៀតទេគេមានតែដាក់មេប្រុសទៅតែប៉ុណ្ណោះនឹងបន្តពិចារណាទៅលើពួកគេទាំងពីរហើយលីឈិនក៏ហាក់បីដូចជាមានអារម្មណ៍ថាកំដៅដៃរបស់គាត់នៅពេលនេះគឺពោពេញទៅដោយធម៌ពលបន្តមកស្លាប់ស្ដោហើយសារយើងនៅពេលនេះក៏បានកាត់ទៅដល់គ្រួសារលីឈិនគាត់ក៏បានដឹងខ្លួនឡើងវិញហើយនឹងបានឃើញម៉ាក់គាត់នៅពេលនេះក៏ពិតជាប្រួយបារម្ភទៅលើកូនប្រុសតើគាត់ហើយបាននិយាយទាំងទឹកភ្នែកថាឲ្យបានស្លាប់អស់រយៈពេល3ថ្ងៃម៉ាក់ក៏ពិតជាបារម្ភទៅលើឯងមែនតែលីឈិនគាត់ក៏បានគិតក្នុងចិត្តថាតើនេះគឺជាម៉ាក់របស់គាត់មែនដូច្នេះគាត់ក៏បានសួរទៅកាន់ម៉ាក់របស់គាត់តែមើលអ្វីកើតឡើងចំពោះគាត់ហើយអ្វីបានជាគាត់ស្លាប់យូរម្ល៉េះអញ្ចឹងម៉ាក់របស់គាត់ក៏បានប្រាប់ថានៅពេលនោះម៉ាក់បានរកឃើញឲ្យនៅក្រោយភ្នំមួយរាងកាយរបស់ឯងពោពេញទៅដោយជាតិពឹសប្រហែលជាពួកគេគឺជាអ្នកធ្វើឯងនៅពេលនេះពួកយើងគេមិនអាចអត់ទ្រាំបានទៀតទេមិនថាលះបង់តម្លៃអ្វីក៏ដោយម៉ាក់ក៏នឹងការពារឯងមានសុវត្ថិភាពដោយកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងកូនចៅពីរអ្នកគ្រួសារលីបានធាក់ទម្លុះទ្វេចូលមកក៏ដូចជាបានប្រាប់ទៅកាន់អ្នកស្រីមូហ៊ានលួចយកថ្នាំរបស់គ្រួសារដែលគ្មានការអនុញ្ញាតដូច្នេះក៏ត្រូវទៅបំភ្លឺម្ដាយរបស់លីឈិនគាត់ក៏បានយកព្រមទៅជាមួយនឹងពួកគេលីឈិនគាត់បានចាប់ដៃរបស់ម៉ាក់ហើយបានសួរថាតើធ្វើដើម្បីគេមែនប៉ុន្តែម៉ាក់គាត់ក៏បានតទៅកាន់គាត់វិញថាឈិនរបស់ឯងគឺមិនតន់ជាសះស្បើយទេដូច្នេះសម្រាប់បន្តទៀតទៅនឹងកុំបារម្ភឲ្យម៉ាក់គាត់នឹងត្រឡប់មកវិញលុះយប់ឡើងលីឈិនគាត់ក៏ហាក់បីដូចជាបានដឹងអ្វីមួយដូច្នេះគាត់ក៏បានទៅពួនក្រោយបង្អួបក៏មានឃាតករម្នាក់បានចូលមកហើយនឹងបាននិយាយថាលើកមុនឯងគឺពិតជាសំណាងណាស់ប៉ុន្តែលើកនេះកន្លែងសំណាងទៀតដែលថ្នាំក្របថ្មឆ្អឹងខ្មៅនេះបើសិនជាឯងបានលែបចូលទៅទោះបីជាមនុស្សដំណាក់កាលអមតៈក៏មិនអាចជួយឯងបានដែរនិយាយអញ្ចឹងក៏ស្រាប់តែបានលើសូរសំឡេងលីឈិនបានហៅពីក្រោយឯងរណាគេនឹងបានលុបទៅជាបាច់ក៏ប៉ែនឹងលើកឡើងលើប៉ែក៏ពិតជាឆ្ងល់មែនតែរយៈពេលខ្លីហើយអ្វីបានជាគេមានការរីកចម្រើនលឿនម្ល៉េះលីឈិនក៏បានសួរចម្លើយប៉ែតើនរណាគេគឺជាអ្នកបញ្ជូនឯងមកដល់ប៉ែនឹងដើមឡើយគឺមិនឆ្លើយទេប៉ុន្តែត្រូវបានលីឈិនជាបាច់ក៏ចង់ងាប់ចង់រងថែមទាំងចង់យកថ្នាំពោឆ្អឹងខ្មៅបញ្ចុកទៅលើប៉ែនឹងទៀតដូចអញ្ចឹងប៉ែក៏ពិតជាមានការផាត់ភ័យហើយប្រាប់ថាគឺជាលីស៊ွန်លុះជង្គង់នៅចំពីមុខលីឈិនហើយបានប្រាប់ថាលីស៊ွန်បាននិយាយថាសម្រាប់អាសាសមនៅផ្ទះធំរបស់គ្រួសារលីឡើយខណៈពេលនៅម្ដាយរបស់គាត់ក៏បានមកហើយក៏បានវេម្នាក់នេះឡើងខ្ទៀតនឹងបានសួរទៅកាន់កូនប្រុសតែមិនកើតអីទេមែនដូច្នេះលីឈិនគាត់បានប្រាប់ទៅកាន់ម៉ែរបស់គាត់ថាអ្នកដែលបានធ្វើគឺជាលីស៊ွန်អញ្ចឹងម៉ែរបស់គាត់ក៏បានរៀបរាប់អំពីលីស៊ွန်ឲ្យទៅកាន់លីឈិនបានដឹង
ដែលលីឈ្វាន់ត្រូវបានគេស្គាល់ថាគឺជាក្មេងចំនួនដំបូងដែលបានទម្លាក់ទៅដល់ជំហានទី9នៃការហ្វឹកហាត់ខ្យល់ដង្ហើមមិនត្រឹមតែប៉ុណ្ណឹងនោះទេគេបានធ្វើបាបកូនតាំងពីក្មេងមកម្ល៉េះនៅពេលនេះថែមទាំងចង់សម្លាប់កូនថែមទៀតនៅពេលនេះម្ដាយក៏នឹងទៅសងសឹកបានលើអញ្ចឹងលីឈិនខ្លាចថាម៉ាក់របស់គាត់គេមានគ្រោះថ្នាក់ដូច្នេះគឺបានប្រាប់ទៅកាន់គាត់ថារឿងក្មេងចំនួនក្រោយទៅក្មេងចំនួនក្រោយគឺជាអ្នកចាត់ការប៉ុន្តែម៉ាក់របស់គាត់ហាក់បីដូចជានៅមានការព្រួយបារម្ភលីឈិនបានប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាកុំឲ្យបារម្ភអីគាត់ក៏នឹងធ្វើវាបានហើយបន្ទាប់មកគាត់ក៏បានយកចំណងមួយចងទៅលើជាតែគាត់ដែលបានមកធ្វើឃាតគាត់ហើយបានប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាឲ្យម៉ាក់រកកន្លែងលាក់ខ្លួនមួយរយៈសិនទៅចាំមានផែនការមួយចំនួនរៀបចំទុកជាស្រេចហើយក៏មិនតាន់ដឹងទេភាគទី1ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេបាទជួបនៅវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី2នៃរឿងស្ដេចនៃឋានសួគ៌នៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលលីឈិនដែលមានឈ្មោះពេញថាលីធានឈិនបានប្រាប់ទៅកាន់ម្ដាយរបស់គាត់ឲ្យគាត់រកកន្លែងលាក់ខ្លួនមួយរយៈសិនទៅព្រោះអីថានៅពេលនេះគាត់មានការរៀបចំទុកជាស្រេចម្ដាយរបស់គាត់បានឮហើយហាក់បីដូចជាមានការចាប់ផ្ដើមបន្តិចដែរប៉ុន្តែយ៉ាងណាក្ដីក៏បានញញឹមវិញលើកញ៉ាំងឃាតករដែលគឺជាកូនចៅរបស់ឈិនស៊ွမ်ហើយបាននិយាយទៅកាន់កូនប្រុសទោះបីជាម៉ាក់មិនដឹងថាមានរឿងអ្វីខ្លះបានកើតឡើងចំពោះឯងក៏ដោយប៉ុន្តែនៅពេលនេះឯងបានធំឲ្យមិនថាឯងធ្វើអ្វីតែម្ដាយក៏នឹងគ្រប់គ្រងបន្ទាប់ពីនិយាយចឹងហើយម៉ាក់របស់គាត់ក៏បានអូខេតកោម្នាក់នឹងចេញទៅចំណែកលីធានឈិនណាម្នាក់ឯងចិញ្ចៀនរបស់គាត់ដែលបានពាក់នៅលើដៃក៏ហាក់បីដូចជាបានបញ្ចេញសកម្មភាពឃើញចឹងគាត់គឺពិតជាឆ្ងល់តែមានអ្វីកើតឡើងហើយអ្វីបានជាវាបញ្ចេញពន្លឺបន្ទាប់មកវាក៏បាននាំគាត់មកកាន់ទីតាំងមួយដែលមានថាមពលសខ្មៅបើការវាយប្រហារទៅលើគាត់ប៉ុន្តែក៏មិនមែនជាបញ្ហាអ្វីដែរគាត់ក៏បានប្រើប្រាស់កម្ដាប់ដៃខ្លាដើរទៅមិនដាចេញចំហាយខ្លាមានចេញមកបំបែកវាប៉ុន្តែក៏បានដឹងថាការវាយប្រហារនេះគ្មានប្រសិទ្ធភាពនោះទេក៏ស្រាប់តែចំហាយមួយនឹងត្រូវបានស្រូបចូលក្នុងថ្ងាសគាត់ហើយគាត់ក៏ពិតជាមានការឈឺចាប់យ៉ាងខ្លាំងនិងបានដឹកនាំគាត់ទៅកាន់ទីតាំងមួយទៀតជួបជាមួយនឹងមនុស្សម្នាក់សួរថាតើគាត់គឺជានរណាម្នាក់នឹងក៏បានតបថាខ្ញុំគឺជាឧបករណ៍នៃលំហឈ្មោះមូជីយន់ហើយបានរងចាំឯងយូរហើយតកលមកដូចទៅនឹងម្ដាយរបស់គាត់ដែរអញ្ចឹងធានឈិនគាត់បានសួរទៅកាន់មូជីយន់ហើយដើម្បីបានចរងចាំគេនៅទីនេះមូជីយន់បានតបថាខ្ញុំត្រូវបានឃុំឃាំងនៅទីនេះអស់រយៈពេលយូរហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេខ្ញុំក៏បានដឹងថាឯងត្រូវការលោកគ្រូម្នាក់ដើម្បីគេចេញពីបញ្ហាហើយខ្ញុំនៅពេលនេះសូមឯងជួយខ្ញុំអញ្ចឹងធានឈិនបានសួរថាហេតុអ្វីបានជាខ្ញុំត្រូវជួយលោកជីយន់ក៏បានដោតយកនៅសភៅកម្ពីក្បាច់គុនយ៉ាងច្រើនក៏ដូចជាឡោះថ្នាមួយចេញមកប្រាប់ថាខ្ញុំមានជំនាញក្បាច់គុនរាប់រយហើយនឹងចំណេះដឹងជាច្រើនផ្សេងទៀតរាប់ណាស់យកខ្ញុំធ្វើជាគ្រូហើយជួយខ្ញុំឲ្យគេចផុតចេញពីទីនេះខ្ញុំក៏នឹងបង្រៀនអ្វីដែលខ្ញុំបានដឹងឲ្យទៅកាន់ឯងបានចេះទាំងអស់ធានឈិននៅតែមិនសូវភ្ញាក់ផ្អើលក៏ដូចជាបានតទៅវិញទៅថាទោះបីជាលោកមើលទៅមិនចាស់ជាខ្ញុំប្រមាណក៏ដោយប៉ុន្តែខ្ញុំក៏អាចពិចារណាជួយលោកបានដែរដូចអញ្ចឹងហើយជីយន់ក៏បានដោយកនៅអ្វី3ឲ្យធានឈិនហើយបានលើកឡើងថាប្រហែលជាវាគឺមានផលប្រយោជន៍សម្រាប់ឯងបន្ទាប់មកដាក់វានៅលើថ្ងាសឲ្យស្វែងយល់ទៅធានឈិនគាត់ក៏បានធ្វើទៅតាមអ្វីដែលគេបានប្រាប់ដាក់វាលើថ្ងាសបន្ទាប់មកប្រើប្រាស់មេតិកានៃការយល់ដឹងដើម្បីព្យាយាមយល់អំពីក្បាច់គុននៅក្នុងនឹងហើយវាក៏ជាវិធីសាស្ត្រអនុវត្តដើម្បីកែលម្អកម្លាំងបន្ទាប់ពីយល់ដឹងវាហើយក៏បានធ្វើឲ្យគាត់កាន់តែប្រសើរឡើងនៅកម្រិតដាំដុះនៅក្នុងដំណាក់កាលខ្យល់ដង្ហើមនិងបានធ្វើឲ្យគ្រឹះនៃការដាំដុះរបស់គាត់គឺកាន់តែរឹងមាំនិយាយទៅកាន់ជីយន់ថាអ្វីដែលលោកផ្ដល់ឲ្យនេះគឺពិតជាល្អបន្ទាប់មកខ្ញុំក៏ជួយលោកប្រាប់ពីវិធីដើម្បីនឹងជួយមកជីយន់ក៏បានប្រាប់ឲ្យធានឈិនហើយអាយន់នៅក្រោមនឹងចេញទៅបន្ទាប់មកខ្ញុំក៏នៅមានសេរីភាពឯធានឈិនក៏បានយល់ព្រមដើរទៅកាន់យន់ចំណាយជីយន់ក៏នៅតែនិយាយពីលើថាហែកវាចោលទៅនិងបន្ទាប់ពីបានធ្វើឲ្យជីយន់គេក៏បានសើចយ៉ាងលឺនិយាយថាទីបំផុតខ្ញុំគេមានសេរីភាពឯតែធ្វើឲ្យធានឈិនគាត់បានឆ្ងល់ហើយបានសួរថាតើលោកមានបញ្ហាអ្វីไหมជីយន់ក៏នៅតែសើចហើយបាននិយាយថាទីបំផុតខ្ញុំក៏បានចេញពីឋាននរកនេះហើយជាអកុសលឡើយតែឯងគឺពិតជាឆោតល្ងងពិតមែនសម្រាប់ចូលទៅដើម្បីនឹងបញ្ចប់ជីវិតទៅកាន់ធានឈិននិងបានប្រាប់ថាឯងទៅបានសុខចុះមិនតន់ដឹងអីផងសារីយើងក៏បានកាត់ទៅដល់លីស៊ွမ်នៅពេលនេះគេក៏បានបោកពេញតែចោលនិងបានបន្តទៅកាន់កូនចៅដែលមិនអាចចាត់ការទៅលើលីធានឈិនបានហើយថាពួកនឹងគឺពិតជាអត់ប្រយោជន៍មែនតែសូម្បីតែសម្រាប់ម្នាក់ក៏មិនអាចចាត់ការបានផងប៉ុន្តែក៏មិនអីដែរបើសិនជាលើកនេះមិនអាចចាត់ការបានចាំលើកក្រោយចាំចាត់ការទៀតក៏បានចាំមើលធម្មតារបស់ឯងគឺឯងការពារឯងបានរហូតដល់អត់ខណៈនឹងលីធានឈិនក៏បានដើរចូលមកដែលបានធ្វើលីស៊ွမ်ក៏ពិតជាមានការស្រឡាញ់កាំងអញ្ចឹងក៏បានបញ្ជាកូនចៅចូលទៅចាត់ការទៅពួកនឹងចូលទៅមានទាំងដំបងមានទាំងដើរប៉ុន្តែត្រូវបានលីធានឈិនវេឲ្យប៉ាងទាំងអស់ប្រកាសណាស់ថាពួកគេក៏មិនមែនជាដៃគូរបស់លីធានឈិនឡើយលីស៊ွမ်បានឃើញហើយក៏បានដៀលថាពួកអត់ប្រយោជន៍ហើយគេក៏បានចេញមកដើម្បីនឹងចូលវេមួយស្មើជាមួយនឹងលីធានឈិនកំដាប់ដៃនៅទាំងពីរក៏បានប៉ះគ្នាបន្ទោសធម្មពលយ៉ាងខ្លាំងធ្វើឲ្យដៃហុយពាសពេញនឹងដែលបែបនេះក៏បានធ្វើឲ្យលីស៊ွမ်នៅពេលហ្នឹងក៏បានដឹងថាលីធានឈិនគឺមានកម្រិតទី8នៃការហ្វឹកហាត់ខ្យល់ដង្ហើមហើយឯងក៏ពិតជាបកាយលក្ខសមត្ថភាពពិតរបស់ឯងណាស់មិនឆ្ងល់ទេហេតុអ្វីបានជាកូនចៅដែលខ្ញុំបានបញ្ជូនទៅក៏បានបរាជ័យទាំងអស់ប៉ុន្តែលើកនេះឯងក៏មិនអាចឈ្នះខ្ញុំបានតែដោយសារតែខ្ញុំគឺចិត្តទម្លាយទៅដល់កម្រិតទី10ឯងត្រឹមឯងកម្រិត8គឺមិនអាចឈ្នះខ្ញុំបានឡើយបញ្ចេញធម្មពលចេញមកយ៉ាង
សម្បើមចំហាយថាមពលភ្លើងក៏បានដុតទៅលើលីធានឈិនបន្តែគាត់ក៏បានបញ្ចេញនូវក្បួនថៃជីមួយចេញមកនិងបានបញ្ចេញអតោមាសមួយយ៉ាងធំហោះទៅដល់ប៉ាលីស៊នមួយដៃឃើញថាគេមិនអាចទប់ទល់ជាប់ទេហើយក៏បានខ្ទាតចង់80ម៉ែត្រឡើងធ្លុះអញ្ចឹងគ្នាយើងលីធានឈិនក៏បានអើតាមប្រឡោះអញ្ចឹងប្រាប់ថាតើឯងហ៊ានរាំងខ្ញុំទៀតដែរអត់នៅពេលអនាគតមិនត្រឹមតែប៉ុណ្ណឹងនោះទេឯងហ៊ានចោទប្រកាន់ម្ដាយរបស់ខ្ញុំថាគាត់ទៅលួចយកថ្នាំអញ្ចឹងហើយខ្ញុំក៏ត្រូវតែប្តឹងទៅកាន់ព្រឹទ្ធាចារ្យហើយបើតាមទោសមួយនេះខ្ញុំគួរណាស់ទៅសមໄວបំបាក់ជើងឯងបន្ទាប់ពីបានលឺអញ្ចឹងលីស៊នក៏ពិតជាផិតភ័យសូមឲ្យលីធានឈិនលើកឡើងប៉ុន្តែលីធានឈិនក៏បានតទៅវិញតែឯងមានគិតថាចង់លើកឡើងខ្ញុំម្ដងដែរអត់នៅពេលដែលឯងធ្វើបាបខ្ញុំរៀននឹងវាបំបាក់ជើងប៉ុន្តែត្រូវបានពុករបស់គេមកទាន់លីធានឈិនគាត់ក៏បានទទួលអារម្មណ៍ថាសម្ពាធនៃកម្លាំងនេះក៏ពិតជាខ្លាំងតែអាចដេកទេថាគឺជាលីធានមីងហើយប៉ាលីស៊នបានឃើញពុករបស់គេមកដល់ហើយនឹងក៏បានធ្វើគេក៏ពិតជាសប្បាយចិត្តមែនតែប្រាប់ទៅកាន់លីធានឈិនឯងងល់ពេលនេះដោយសារតែប៉ែនិយាយច្រើនពេកគាត់ក៏បានធាបំបាក់ជើងប៉ែហ្នឹងទៅអញ្ចឹងលីធានមីងបានឃើញហើយក៏ពិតជាមានការខឹងយ៉ាងខ្លាំងដោយឡែកគាត់ក៏នៅកម្រិតដំបូងនៃការបង្កើតស្រែកយ៉ាងខ្លាំងថាឯងហ៊ានធ្វើបាបកូនខ្ញុំនិងបន្ទោសថាមពលយ៉ាងខ្លាំងសម្បើមស្ទុះទៅពេលប្រហារជាមួយនឹងលីធានឈិនជួបជាមួយនឹងអ្នកខ្លាំងលើកនេះមើលទៅកាន់លីធានឈិនទៅកម្រើខ្លួនសឹងតែមិនរួចផងខណៈពេលដែលគ្រោះថ្នាក់នឹងដែរម្ដាយរបស់គាត់បានមកជួយសង្គ្រោះនឹងបានតបតជាមួយយុទ្ធសាស្ត្ររបស់លីធានមីងដោយបន្ទោសទៅកាន់លីធានមីងទៀតផងថាសូម្បីតែក្មេងក៏មិនលើកលែងគិតថាចាស់លោកនេះចេះអត់ខួរហើយវាក៏ពិតជាគួរអាម៉ាស់មែនទេលីធានមីងក៏បានតទៅវិញតើអ្នកកំពុងតែបដៅខ្ញុំមែនចឹងយល់ព្រមអ្នកកំស្ដាយក្រោយនេះមកបានទៅនិយាយទៅនៅពេលនឹងម្ដាយរបស់លីធានឈិនបានបែកភាគយ៉ាងច្រើនសុះចុះទៅវិញប្រហារជាមួយនឹងលីធានមីងនិងបានតបទៅកាន់គាត់វិញអ្នករសោកស្ដាយគឺជាលោកនោះទេចលនាផលលីធានមីងត្រូវបានចាញ់អញ្ចឹងក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាហ៊ានធ្វើបាបមនុស្សនៅតកលខ្លួនឯងអញ្ចឹងខ្ញុំនឹងរាយការណ៍ទៅកាន់ចាស់ទុំដើម្បីដាក់ទោសហើយឲ្យអ្នកទាំងពីរគ្រាន់តែរងចាំទៅលីធានឈិនក៏បានតបទៅវិញខ្ញុំរងចាំចំណិចអញ្ចឹងក៏មកយូរពេកតើឥឡូវហ្នឹងហ្មងទៅចាំមើលថាតើតាណាគឺជាអ្នកដែលត្រូវការទោសពិតប្រាកដហើយសាររឿងនៅក្នុងភាគទី2គឺត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេបាយបាយជួបគ្នាវីដេអូក្រោយ